នៅក្នុងប្រទេសកម្ពុជាប្រជាពលរដ្ឋខ្មែរមានទម្លាប់ឲ្យតម្លៃខ្ពស់ទៅលើការរស់នៅជួបជុំជាមួយគ្រួសារគ្រួសារគឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍរបស់កុមារទាំងផ្នែកអារម្មណ៍ភាពស្និទ្ធស្នាលភាពកក់ក្ដៅព្រមទាំងការស្រឡាញ់និងការគាំទ្រគ្រប់វិស័យដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ភាពជោគជ័យនាពេលអនាគតរបស់ពួកគេក្នុងសង្គមខ្មែរនាពេលកុមារត្រូវបានគេបោះបង់ចោលឬគ្មានឪពុកម្ដាយបង្កើតចិញ្ចឹមបីបាច់ត្រូវបានយកទៅថែទាំដោយសាច់ញាតិឬព្រះសង្ឃទៅតាមប្រពៃណីនៃការថែទាំនៅតាមសហគមន៍ប្រពៃណីនេះត្រូវបានលុបបំបាត់ទាំងស្រុងនៅក្នុងរបបខ្មែរក្រហមសាច់ញាតិទាំងអស់ត្រូវបានបែកបាក់ព្រាត់ប្រាសគ្នាចំណែកឯកុមារវិញត្រូវបានប្រមូលទៅរស់នៅក្នុងក្រុមជំរំកុមារអង្គការដែលបង្កើតឲ្យមានភាពប្រែប្រួលគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរបស់គ្រួសារខ្មែរនាសម័យនោះក្រោយពីការដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ1979រដ្ឋាភិបាលកម្ពុជាបានបង្កើតមណ្ឌលកុមារកំព្រាមួយចំនួនដើម្បីទទួលយកកុមារដែលបានបាត់បង់ឪពុកម្ដាយនិងសាច់ញាតិដោយខ្មែរក្រហមសម្លាប់ចាប់ពីឆ្នាំ1993ក្រោយពីមណ្ឌលថែទាំកុមាររបស់រដ្ឋអង្គការមិនមែនរដ្ឋាភិបាលបានបង្កើតមណ្ឌលថែទាំកុមារដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលទទួលយកកុមារកំព្រានិងកុមាររងគ្រោះមកចិញ្ចឹមថែរក្សាព្រមទាំងបានបង្កើតកម្មវិធីថែទាំកុមារទៅតាមសហគមន៍ដើម្បីរក្សាពួកគាត់ជាមួយគ្រួសារចំនួនមណ្ឌលថែទាំកុមារបានកើនឡើងពីចំនួន154ក្នុងឆ្នាំ2005រហូតដល់ចំនួន254ក្នុងឆ្នាំ2014ហើយចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំក៏មានការកើនឡើងពីចំនួន6254នាក់រហូតដល់ចំនួន11171នាក់ចំនួននេះបានបង្កកើនឡើងផ្អែកតាមការធ្វើផែនទីមណ្ឌលថែទាំទូទាំងប្រទេសឆ្នាំ2015មានមណ្ឌលថែទាំចំនួន406មណ្ឌលដែលមានកុមារចំនួន16579នាក់កុមារី7776នាក់ការកើនឡើងយ៉ាងឆាប់រហ័សនៃមណ្ឌលថែទាំកុមារទាំងនោះទន្ទឹមនឹងកង្វះភាពរឹងមាំនៃប្រព័ន្ធគ្រប់គ្រងនិងត្រួតពិនិត្យមណ្ឌលថែទាំទើបរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ការងារថែទាំជំនួសចំពោះកុមារដោយបានចេញអនុក្រឹត្យលេខ119ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារនិងអនុក្រឹត្យលេខ34ស្តីពីការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមារឲ្យទៅរដ្ឋបាលរាជធានីខេត្តក្រុងស្រុកនិងរដ្ឋបាលឃុំនៅឆ្នាំ2016ក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាបានអនុវត្តផែនការសមាហរណកម្មកុមារពីមណ្ឌលថែទាំកុមារទៅកាន់គ្រួសារលទ្ធផលមណ្ឌលថែទាំកុមារត្រូវបានកាត់បន្ថយពី400មណ្ឌលនៅឆ្នាំ2015មកនៅត្រឹម181មណ្ឌលនៅឆ្នាំ2023ហើយចំនួនកុមារបានថយចុះពី16579នាក់មកនៅចំនួន5181នាក់សមិទ្ធផលទាំងនេះក៏មានការចូលរួមអនុវត្តពីអង្គការមិនមែនរដ្ឋាភិបាលផងដែរលោកស្រីសប្តាហ៍ថ្ងៃនេះយើងអនុវត្តទៅលើសកម្មភាពពីរធំទី1យើងបង្កើតជាក្រុមគ្រួសារធម៌នៅតាមសហគមន៍ដើម្បីឲ្យជាកន្លែងដែលមានសុវត្ថិភាពជួយគ្រប់គ្រងកុមារដែលរងគ្រោះនិងងាយរងគ្រោះឬក៏គាត់ត្រូវការកន្លែងដែលមានសុវត្ថិភាពក្នុងការដែលរស់នៅបណ្ដោះអាសន្នធ្វើសមាហរណកម្មឬបង្រួបបង្រួមគាត់ត្រឡប់ទៅនឹងក្រុមគ្រួសារនិងសហគមន៍របស់គាត់វិញយើងមានសេវាមួយទៀតការថែទាំកុមារនៅក្នុងជាមួយនឹងសាច់ញាតិរបស់គាត់ប៉ុន្តែមិនមែនជាឪពុកម្ដាយបង្កើតរបស់កុមារទេហើយលើសពីនឹងទៅទៀតយើងក៏បន្តនៅបេសកកម្មរបស់ខ្លួននឹងតសហការជាមួយក្រសួងសង្គមគិច្ចក្នុងនាមដែលជាអ្នកដែលអនុវត្តគោលនយោបាយដើម្បីឲ្យគោលនយោបាយទាំងអស់នោះត្រូវបានផ្សព្វផ្សាយទូលំទូលាយទៅកាន់ថ្នាក់ក្រោមជាតិផ្ដល់បច្ចេកទេសឬក៏ការកសាងសមត្ថភាពទៅកាន់ពួកគាត់ផងដែរក្នុងនោះក៏មានការអនុវត្តការងារករណីដោយផ្ទាល់ពីបុគ្គលិកសង្គមគឺយើងមានទូនាទីគ្រប់គ្រងករណីកុមាររងគ្រោះងាយរងគ្រោះផ្សព្វផ្សាយអនុវត្តនៅគោលនយោបាយចូលរួមនៅក្នុងការចុះតាមដានការងារថែទាំជំនួសក៏ដូចជាកុមារដែលកំពុងថែទាំជំនួសដើម្បីឲ្យប្រកាសថាកុមារគាត់ទទួលបាននៅការថែទាំក៏ដូចជាទទួលបាននៅសេវាសមស្របទៅតាមតម្រូវការចាំបាច់របស់ពួកគេមានដូចជាស្បៀងអាហារសម្ភារៈសិក្សាមុខរបរនិងផ្ដល់ការប្រឹក្សាយោបល់ហើយក្នុងការថែទាំកុមារទាំងអស់នោះគឺយើងបានខិតខំប្រឹងប្រែងសហការជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធដើម្បីគីងកទុនធានក៏ដូចជាស្វែងរកបច្ចេកទេសឲ្យកុមារទទួលបាននៅឧត្តមប្រយោជន៍គ្រប់គ្រាន់សមិទ្ធផលទាំងនេះក៏មានការចូលរួមយ៉ាងសកម្មពីស្ថាប័នរដ្ឋាភិបាលពីភ្នាក់ងារសហប្រជាជាតិនិងអង្គការមិនមែនរដ្ឋាភិបាល
living in residential care facilities can negatively impact children's development and prevent them from reaching their full potential. Research shows that they are more likely to suffer abuse, lack stimulation, and be separated from their community. In 2022, MOSVI recorded that around 10,000 children and young people were still living across 300 residential care facilities in Cambodia. This represents a significant drop from the 600 residential care facilities housing more than 35,000 children and young people in 2015. Thanks to efforts from MOSVI with support from UNICEF and donors, including USAID. UNICEF, with support from USAID and other donors, has provided technical support to MOSVI in revising and adopting the Policy on Alternative Care for Children, which is aligned with the UN guidelines for the alternative care of children and the Convention on the Rights of the Child. The updated policy aims to ensure that children who are deprived of parental care can grow up in a stable family environment that nurtures their growth and well-being, and that institutional care should be used as a last resort when no other family-based options exist. Family-based care is the best option for every child as it promotes emotional, psychological, and social growth. ក្រសួងសង្គមកិច្ចអតីតយុវជននិងយុវជនសម្បទាបានកំណត់ការងារថែទាំជំនួសនិងកិច្ចការពារកុមារជាការងារអាទិភាពមួយដើម្បីចូលរួមអនុវត្តលទ្ធភាពកលឹះទាំង5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យានៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1នៃរដ្ឋាភិបាលអាណត្តិទី7ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក្រសួងបានធ្វើការកែសម្រួលគោលនយោបាយថែទាំជំនួសឆ្នាំ2006ដើម្បីឲ្យឆ្លើយតបតាមស្ថានភាពបច្ចុប្បន្ននិងធ្វើឲ្យមានសុគតភាពជាមួយគោលការណ៍ថែទាំជំនួសរបស់អង្គការសហប្រជាជាតិជាមួយគ្នានេះក្រសួងនឹងរៀបចំបទដ្ឋានអបបរមាសម្រាប់ការថែទាំកុមារនៅក្នុងកន្លែងថែទាំនិងនៅក្រៅកន្លែងថែទាំនិងរៀបចំផែនការអនុវត្តគោលនយោបាយនេះខ្ញុំសូមលើកទឹកចិត្តចំពោះការថែទាំកុមារក្នុងគ្រួសារដោយសាច់ញាតិនិងគ្រួសារធម៌ផ្លូវការហើយការថែទាំកុមារក្នុងមណ្ឌលជាជំរឹះចុងក្រោយនិងបណ្ដោះអាសន្នប៉ុណ្ណោះឆ្លៀតក្នុងឱកាសនេះខ្ញុំស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជាកុមារត្រូវការក្តីស្រឡាញ់និងភាពកក់ក្ដៅពីគ្រួសារគ្មានទីណាដែលប្រសើរជាងគ្រួសារនោះទេ